ខ្យល់ពុលនៅតែជះឥទ្ធិពលនៅក្នុងបរិយាកាសរបស់យើងហើយវាអាចក៏បង្កទៅជាជំងឺផ្សេងៗពិសេសនោះគឺប៉ះពាល់ទៅដល់កុមារនិងស្ត្រីមានផ្ទៃពោះជាទូទៅនៅក្នុងបរិយាកាសតែងតែមានការបំពុលដោយខ្យល់ពុលតិចតួចនៅចំនួនណាមួយដែលសុខភាពរបស់យើងអាចទទួលយកបានប៉ុន្តែនៅពេលដែលខ្យល់ពុលនៅមានកំហាប់ខ្ពស់នៅក្នុងបរិយាកាសវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ស្ត្រីនិងកុមារពិសេសនោះអ្នកដែលមានជំងឺប្រចាំកាយផងដែរដូចជាជំងឺហឺតឬក៏ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាទូទៅនៅពេលដែលមានការបំពុលដោយខ្យល់ពុលនោះវាធ្វើឲ្យរាងកាយរបស់យើងអាចទទួលបាននៅការប៉ះពាល់ដូចជាក្អកផ្ដាសាយហៀសសម្បោរឬក៏ឈឺបំពង់កជាដើមចំណែកឯកុមារតូចៗឬក៏ស្ត្រីដែលគាត់កំពុងតែពពោះនោះវាធ្វើឲ្យគាត់នឹងមានការថប់បារម្ភឬក៏មានការថប់ដង្ហើមក្នុងការដកទទួលនៅបរិយាកាសឬក៏ខ្យល់បរិសុទ្ធបានក្នុងការប៉ះពាល់ដល់រយៈពេលខ្លីគឺអាចមានរយៈពេលត្រឹមតែ3ទៅ5ថ្ងៃប៉ុណ្ណោះអាចនឹងប្រសើរឡើងវិញប៉ុន្តែចំពោះកុមារឬក៏ស្ត្រីដែលគាត់មានប៉ះពាល់រយៈពេលវែងវាអាចធ្វើឲ្យគាត់ប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់គាត់ដូចជាប៉ះពាល់ទៅដល់ការដកដង្ហើមរបស់គាត់ធ្វើឲ្យគាត់មានការពិបាកក្នុងការដកដង្ហើមឬក៏គាត់ស្រូបជាតិពុលច្រើនវាធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរបស់គាត់នៅក្នុងផ្ទៃជាទូទៅបើសិនបើគាត់មានការប៉ះពាល់រយៈពេលវែងហើយមានរយៈពេលយូរដូចជាក្អកមិនបាត់ហៀសសម្បោរមិនបាត់ឬក៏ឈឺបំពង់កឬក៏មានការក្តៅខ្លួនគាត់គួរតែជួបជាមួយគ្រូពេទ្យដើម្បីរកវិធីដោះស្រាយឬក៏ការទទួលព្យាបាលឲ្យបានសមស្របដើម្បីឲ្យសុខភាពរបស់គាត់ល្អប្រសើរឡើងវិញជួបជាមួយខ្ញុំបាទបច្ចាបណ្ឌិតចាន់ស៊ីណេតនៅវីដេអូបន្ទាប់បើសិនបើប្រិយមិត្តមានចម្ងល់ឬក៏មានសំណួរអាចតម្លាក់ comment ខាងក្រោមនេះបាទ